គ្មានអ្វីមួយកើតឡើងដោយគ្មានមូលហេតុនោះទេគ្រាន់តែការកើតនោះវាមានមូលហេតុផ្សេងៗគ្នាជាមួយគ្នានោះដែរប្រព័ន្ធព្រះអាទិត្យគឺចាប់ផ្ដើមកើតពីពពកធូលីនិងឧស្ម័នដ៏ធំដែលគេហៅថា Nebula បន្ទាប់មកពពកធូលីនិងឧស្ម័នទាំងនោះបានហាប់ណែនហើយបង្កើតបានជាប្រព័ន្ធព្រះអាទិត្យនិងភពទាំង8ទៀតក្នុងប្រព័ន្ធរបស់វាប្រព័ន្ធព្រះអាទិត្យមានអាយុប្រហែល 5000 លានឆ្នាំនៅពេលមានការផ្ទុះដ៏ខ្លាំងក្លានៃផ្កាយមួយចំនួនវាបានបង្កើតឲ្យមានជា Nebula ឡើងបំណែកនៃការផ្ទុះដ៏មហិមានេះឬដែលគេហៅថា Supernova និងអង្គធាតុជាច្រើនបានខ្ចាត់ខ្ចាយពេញផ្ទៃ Nebula រលកធាតុអាកាសដែលកើតចេញពីការផ្ទុះនោះគឺជាចំណុចចាប់ផ្ដើមនៃការកកើតប្រព័ន្ធព្រះអាទិត្យវារុញច្រានឲ្យ Nebula ចាប់ផ្ដើមប្រមូលផ្ដុំគ្នារួមមាតុយទៅហើយវិលកាន់តែលឿនរហូតក្លាយជាថាសដ៏មហិមាដែលមានអង្កត់ផ្ចិតរហូតដល់ទៅ10000 លានគីឡូម៉ែត្រចំកណ្ដាលនៃថាសដ៏ធំនេះហើយដែលជាកន្លែងព្រះអាទិត្យចាប់ផ្ដើមលេចរូបរាងឡើងនៅពេលដែល Nebula ក្រឡាក់ឥតឈប់ឈរ Mass Density និងសីតុណ្ហភាពបានកើនឡើងដល់កម្រិតកំពូលធ្វើឲ្យអាតូមអ៊ីដ្រូសែនរលាយចូលទៅក្នុងអាតូមអេលយូមបង្កើតបានជាបន្ទុះនុយក្លេអ៊ែរដ៏ខ្លាំងក្លាភាយចេញនូវកម្ដៅនិងពន្លឺមហាសាលបង្កើតបានជាព្រះអាទិត្យព្រមទាំងក្លាយជាតារាដ៏មានឥទ្ធិពលក្នុងចក្រវាឡនៅពេលដែលព្រះអាទិត្យបានចាប់កំណើតឡើងអូស្ម័ននិងរូបធាតុផ្សេងទៀតដែលនៅជុំវិញនោះមិនបានបាត់បង់ទៅណាឡើយពួកវាបានបន្តវិលជុំវិញព្រះអាទិត្យថ្មីនេះឥតឈប់ឈរពេលដែលពួកវាវិលកាន់តែយូររូបធាតុទាំងនោះបានចាប់ផ្ដើមប្រមូលផ្ដុំនិងបុកទង្គិចគ្នាបង្កើតបានជាបណ្ដុំវត្ថុតូចៗបណ្ដុំតូចៗទាំងនោះនៅតែបន្តវិលនិងស្រូបទាញគ្នារហូតរីកមាឌក្លាយជាបណ្ដុំដ៏មហិមាហើយបណ្ដុំណាដែលធំជាងគេបង្អស់ក៏បានក្លាយទៅជាភពសម្រាប់ភពណាដែលស្ថិតនៅជិតព្រះអាទិត្យវាតែងតែមានសីតុណ្ហភាពក្តៅខ្លាំងជានិច្ចព្រោះតែរងសម្ពាធនឹងការស្រូបទាញនៃឧស្ម័នអ៊ីដ្រូសែននិងអេលីយ៉ូមដែលធ្វើឲ្យកម្ដៅនៅលើភពទាំងនោះកើនឡើងកាន់តែខ្លាំងនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងត្រូវបានបែងចែកភពទាំង8ជា2ក្រុមធំគឺភពក្នុងចំនួន4ដែលជាភពដីរឹងស្ថិតនៅកៀកព្រះអាទិត្យនិងភពក្រៅចំនួន4ទៀតដែលជាភពឧស្ម័នដ៏មហិមាស្ថិតនៅឆ្ងាយដាច់ស្រឡះតើភពទាំងនោះមានឈ្មោះអ្វីខ្លះដើម្បីយល់ដឹងពីអាថ៌កំបាំងទាំងអស់នេះតារាវិទូជាច្រើននៅលើពិភពលោកមានជំនឿយ៉ាងមុតមាំទៅលើទ្រឹស្ដីបត់ Nebula ពីព្រោះទ្រឹស្ដី Nebula នេះហើយដែលបានពន្យល់និងអះអាងយ៉ាងច្បាស់លាស់បំផុតពីដំណើរដើមទងនៃកំណកកំណើតព្រះអាទិត្យព្រមទាំងការកកើតឡើងនៃភពនានាទ្រឹស្ដីនេះបានបង្ហាញថាកំណើតភពទាំងឡាយគឺកើតឡើងនៅពេលដែលបណ្ដុំឧស្ម័ននិងរូបធាតុផ្សេងជាច្រើនដែលនៅជុំវិញព្រះអាទិត្យបានចាប់ផ្ដើមស្រូបទាញនិងផ្ដុំរួមគ្នាទៅជាដុំដ៏មហិមាហើយបន្ទាប់មកពួកវាក៏បានវិវត្តខ្លួនទៅជាភពថ្មីទាំង8ដែលកំពុងតែធ្វើដំណើររួមគ្នាយ៉ាងមានរបៀបរៀបរយនៅក្នុងប្រព័ន្ធព្រះអាទិត្យរាប់ចាប់តាំងពីភពពុធភពសុក្រភពផែនដីភពអង្គារភពព្រហស្បតិ៍ភពសៅរ៍ភពអ៊ុយរ៉ានុសរហូតដល់ភពនេបតូនចំណេះដឹងពីចក្រវាឡគឺមិនចេះរីងស្ងួតឡើយប្រសិនបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូចំណេះដឹងថ្មីបន្ថែមទៀតណាសូមអរគុណ